រឿងពិតរបស់ហាឈីម៉ាកោះបីសាច់ក្នុងប្រទេសជប៉ុនកោះហាឈីម៉ាស្ថិតនៅឆ្ងាយពីទីក្រុង Nagasaki ប្រមាណជា15 គីឡូម៉ែត្រដោយសារតែរូបរាងដែលមើលទៅស្រដៀងកប៉ាល់សង្គ្រាមនោះធ្វើឲ្យកោះនោះត្រូវបានគេដាក់ឈ្មោះឲ្យថា Battleship Island ឬកោះនាវាចម្បាំងកាលពីអតីតកាលកោះមួយនេះពោពេញទៅដោយរ៉ែធ្យូងថ្មរហូតមានការផ្ដើមធ្វើអណ្ដូងរ៉ែយ៉ាងពិតប្រាកដនៅគ្រិស្តសករាជ 1887 មុននឹង Mitsubishi ដែលជាក្រុមហ៊ុនដ៏ធំសម្បើមមួយរបស់ប្រទេសជប៉ុនបានទិញយកកោះនេះដើម្បីអភិវឌ្ឍទៅជាកោះរ៉ែធ្យូងថ្មដ៏ធំមួយដើម្បីផ្គត់ផ្គង់តម្រូវការធ្យូងថ្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ជប៉ុននាយុគសម័យនោះទើបធ្វើឲ្យមានការដឹកជញ្ជូនកម្លាំងពលកម្មនិងក្រុមគ្រួសាររបស់ពួកគេទៅតាំងលំនៅស្ថាននៅលើកោះនោះរហូតពេញផ្ទៃដីនៅលើកោះនោះតែម្ដងក៏ប៉ុន្តែក្រៅពីរ៉ែធ្យូងថ្មហើយនោះកោះមួយនេះថែមទាំងប្រៀបដូចជាកន្លែងឃុំឃាំងអ្នកទោសទៀតផងដោយសារតែក្នុងអំឡុងសង្គ្រាមលោកលើកទី2កងទ័ពជប៉ុនបានកេណ្ឌប្រមូលជនជាតិចិននិងជនជាតិកូរ៉េខាងត្បូងដែលជាឆ្លេសឹកឲ្យមកធ្វើការនៅក្នុងរ៉ែធ្យូងថ្មទាំងនេះទរណកម្មដែលពលករឆ្លេសឹកទាំងនោះបានទទួលធ្វើឲ្យក្នុងក្រសែភ្នែករបស់ជនជាតិចិននិងជនជាតិកូរ៉េមើលឃើញថាកោះហាឈីម៉ាគឺជាកន្លែងនៃមហាសុបិនដ៏សែនអាក្រក់រហូតមកដល់ពេលបច្ចុប្បន្ននេះនៅក្នុងឆ្នាំ 1964 ក្រុមហ៊ុន Mitsubishi បានប្រកាសបិទរ៉ែធ្យូងថ្មទាំងអស់នៅលើកោះហាឈីម៉ាដោយសារតែថាមពលធ្យូងថ្មលែងជាតម្រូវការរបស់ជប៉ុនតទៅទៀតហើយដោយងាកទៅផ្ដល់ភាពសំខាន់លើថាមពលប្រេងឥន្ធនៈជំនួសវិញម្ដងដែលក្រោយពីការបិទជំរំការងារនេះពលករទាំងអស់ត្រូវបានរើចេញពីទីនោះនិងទុកឲ្យកោះមួយនោះក្លាយទៅជាកោះរហោស្ថានគ្មានមនុស្សរស់នៅដែលគ្មានសូម្បីតែដើមឈើឬក៏ដើមផ្កាដុះឡើងវិញទៀតនោះទេបើមានក៏មានតែរុក្ខជាតិតូចៗដែលដុះហើយងាប់ទៅវិញតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះរដ្ឋការជប៉ុនបានព្យាយាមក្នុងការជំរុញឲ្យកោះហាឈីម៉ាក្លាយជាបេតិកភណ្ឌពិភពលោកដោយបានដាក់សំណើទៅអង្គការ UNESCO តែបែរជាត្រូវខាងប្រទេសកូរ៉េខាងត្បូងជំទាស់ព្រោះយល់ឃើញថាកោះហាឈីម៉ាគឺជាស្នាមរបួសនៃសង្គ្រាមដែលនៅសេសសល់និងធ្វើឲ្យជនជាតិកូរ៉េខាងត្បូងនិងជនជាតិចិនមានអារម្មណ៍ឈឺចាប់គ្រប់ពេលដែលមានការនិយាយដល់កោះមួយនេះទោះជារឿងនេះនៅតែជាអ្វីដែលជាការខ្វែងគំនិតគ្នាថាតើកោះហាឈីម៉ាសមនឹងទទួលបានការដាក់ជាបេតិកភណ្ឌពិភពលោកឬក៏អត់ក៏ដោយក៏ប៉ុន្តែបច្ចុប្បន្នកោះមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងតាមរយៈការដែលត្រូវបានគេនាំយកទៅធ្វើជាឆាកចម្លងនៅក្នុងខ្សែភាពយន្តស៊ើបអង្កេត James Bond 007 រឿង Skyfall រហូតដល់ធ្វើឲ្យវាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ល្បីឈ្មោះមួយទៀតនៅក្នុងប្រទេសជប៉ុនកោះហាឈីម៉ាបានបើកឲ្យអ្នកទេសចរចូលទស្សនាកាលពីឆ្នាំ 2009 រហូតមកដល់ពេលនេះមានអ្នកទេសចរមិនច្រើនប៉ុន្មាននោះទេដែលមានឱកាសបានមកកម្សាន្តដោយផ្ទាល់នៅលើមជ្ឈមណ្ឌលទេសចរមួយនេះព្រោះខាងរដ្ឋការជប៉ុនមានការកំណត់ចំនួនអ្នកទេសចរធ្វើឲ្យក្នុងមួយឆ្នាំអ្នកដែលបានទទួលការអនុញ្ញាតឲ្យមកទស្សនានៅលើកោះនោះមានត្រឹមតែប៉ុន្មានពាន់អ្នកតែប៉ុណ្ណោះនៅលើកោះរហោស្ថានមួយនេះនាពេលយប់ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងឬខ្យល់ព្យុះបោកបាក់នោះបណ្ដាអ្នកនេសាទឬអ្នកដើរទូកដែលចូលទៅជិតទីនោះបាននាំគ្នានិយាយតគ្នាថាពួកគេតែងតែបានឮសូរសំឡេងស្រែកទួញជុំយ៉ាងក្រលួចគួរឲ្យភ័យខ្លាចបន្លឺឡើងកណ្ដាលដំណាក់ទឹកភ្លៀងនិងខ្សែវាយជោដោយពួកគេជឿថាកោះមួយនេះកំពុងយំទួញសោកព្រោះវាត្រូវបានគេបោះបង់ចោលនៅកណ្ដោយកណ្ដាយជាយូរជីនិងកំពុងស្រែកដង្ហោយទៅរកនរណាម្នាក់ឲ្យទៅនៅជាមួយឬបើមិនដូច្នោះទេ
សម្លេងស្រែកទ្រហោទួញជុំដែលពួកអ្នកនេសាទបានលឺនោះជាសម្លេងរបស់ដួងវិញ្ញាណរបស់បណ្ដាឆ្លើយសឹកដែលដួលស្លាប់ដោយក្តីទុក្ខលំបាកវេទនាហើយនៅតែអណ្ដែតវិលវល់នៅលើកោះមួយនេះក៏អាចថាបានផងដែរហេតុការណ៍មួយទៀតដែលអះអាងអំពីភាពគួរភ័យខ្លាចនៅលើកោះនេះបានកើតឡើងមុនពេលដែលកោះហាជីម៉ាត្រូវបានប្រើប្រាស់ធ្វើជាទីកន្លែងចម្លងក្នុងការថតខ្សែភាពយន្តរឿង Skyfall ដោយកោះដដែលនេះធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាកន្លែងថតខ្សែភាពយន្តរឿងបាត់ថលរោចារបស់អ្នកដឹកនាំរឿងលោក Kinji Fukasaku អ្នកដែលបានអះអាងថាកោះនេះពិតជាមានវិញ្ញាណបិសាចមែនFukasaku បានបង្ហើបឲ្យដឹងថាក្នុងអំឡុងការថតខ្សែភាពយន្តនោះគាត់បានជួបនឹងរឿងខុសប្រក្រតីគ្រប់ពេលវេលាដូចជាជួបអ្នកដទៃដែលមិនមែនជាក្រុមការងារថតភាពយន្តដែលមានរូបភាពថតជាប់នៅក្នុងឈុតឆាកឬនៅសុកខ្សែហ្វីលបែរជាខូចទាំងទើបតែប្រើជាលើកដំបូងជាដើមក៏ប៉ុន្តែហេតុការណ៍ដែលគេចាប់អារម្មណ៍នឹងដែលរន្ធត់លួសព្រលឹងបំផុតរហូតធ្វើឲ្យក្រុមការងារត្រូវឈប់សម្រាករាប់សប្តាហ៍នោះគឺ Chiaki Kuriyama តារាសម្ដែងស្រីម្នាក់ដែលសម្ដែងជានិស្សិតបានត្រូវអ្វីមួយយ៉ាងចូលសន្តិដ្ឋនៅក្នុងខ្លួនរបស់នាងតាមរយៈពាក្យរៀបរាប់របស់អ្នកដែលបានឃើញហេតុការណ៍នាពេលនោះបានរៀបរាប់ថាខ្សែភ្នែករបស់ Chiaki คล้ายជាពណ៌ក្រហមជាប់និងប្រស្រីភ្នែកលៀនចេញមកថ្លែមើលទៅគួរឲ្យកាយសាហាវណាស់ហើយបន្ទាប់ពីនោះនាងបានស្ទុះចូលទៅរកអ៊ូខុឈីប៉ាសាគីដែលជាតារាស្រីម្នាក់ទៀតនិងបានច្របាច់កអ៊ូខុយ៉ាងខ្លាំងខាងក្រុមការងារឃើញស្ថានភាពមិនស្រួលក៏បានអញ្ជើញមីកូដែលជាស្ត្រីអ្នកបញ្ចូលរូបដែលធ្វើដំណើរមកជាមួយដែរនោះឲ្យមកចាត់ការបណ្ដេញវិញ្ញាណបិសាចកំណាចនោះរហូតដល់បានសម្រេចបន្ទាប់ពីវិញ្ញាណបិសាចនោះចេញអំពីរាងកាយហើយមីកូបានប្រាប់ថាទីកន្លែងមួយនេះមានដួងវិញ្ញាណដែលមានភាពចងគំនុំគុំគួននិងចងអាឃាតស្ថិតនៅច្រើនណាស់និងមិនងាយនឹងកម្ចាត់ចេញបានឡើយព្រោះនៅត្រង់នេះគឺជាទីកន្លែងរបស់ពួកគេតារាសម្ដែងជាអាគីបានរៀបរាប់អំពីហេតុការណ៍ដែលកើតឡើងថានាងឃើញស្ត្រីសោកវ័យម្នាក់អណ្ដែតខ្លួនឆ្លងកាត់ខ្លួននាងហើយបន្ទាប់ពីនោះមកនាងក៏លែងចាំអ្វីបានទៀតទាំងអស់នេះអាចរាប់បានថាជាហេតុការណ៍ដ៏គួរឲ្យព្រឺព្រួចភ័យរន្ធត់និងរំជួយប្រលឹងមួយទៀតដែលបានកើតឡើងនៅលើកោះដែលត្រូវបណ្ដាសាបិសាចមួយនេះ